គ្នានិយាយទៅប្រទេសឥណ្ឌាខ្ញុំឆ្ងល់មែនទែនរឿងផ្លែច្រើនមែនទែនស្អីក៏មានដែរដូចទាំងអស់គ្នាកំពុងតែឃើញពូបងកំពុងតែលេងអាចគោហ្នឹងគឺគាត់មិនមែនលេងធម្មតាណាគឺគាត់កំពុងតែប្រារព្ធពិធីបន់របស់គាត់មួយយ៉ាងណានៅក្នុងប្រទេសឥណ្ឌាគេហៅបន់នោះថាឈ្មោះGo Haba ដែលបននេះគឺគេយកអាចគោយកមកលេងចឹងហ្មងហើយតែពេលដល់បននឹងម្ដងគឺអ្នកស្រុកអ្នកភូមិគឺគេប្រមូលអាចគោតាមផ្ទះម្នាក់ទីម្នាក់ទីគេយកមកដាក់គោនៅកណ្ដាលភូមិហើយគេនាំគ្នាមកលេងជាមួយអាចគោនឹងគេយកអាចគោនឹងយកមកគប់គ្នាឬក៏គេប៉ាតគ្នាចឹងណាហើយសម្រាប់ការធ្វើបែបនេះផងដែរគឺគេមានជំនឿទាំងអស់គ្នាគេជំនឿថាសត្វគោគឺជាសត្វដែលបរិសុទ្ធណាគេនិយាយថាសត្វដែលមានបនណាហើយសម្រាប់អាចគោនឹងផងដែរគឺគេអាចយកមកប៉ាតលើខ្លួនយកមកមុជយកមកលេងចឹងទៅវាបើសិនជាយើងមានជំងឺមានអីវាអាចជួយឲ្យយើងនឹងជាពីជំងឺអីចឹងទៅនិយាយទៅវាប្លែកមែនតើខ្ញុំគិតថាលើពិភពលោកហ្នឹងពិធីបុណ្យហ្នឹងអាចនឹងមានតែប្រទេសឥណ្ឌាមួយទេដែលធ្វើបានណាវាបើស្រុកយើងលេងប៉ាតម្សៅយ៉ាងយើងលេងចាស់ទឹកលេងអីចឹងទៅតែសម្រាប់ស្រុកគេមានបុណ្យនឹងមួយយ៉ាងសម្រាប់ឲ្យប្រជាពលរដ្ឋគេលេងទៅវាសប្បាយមួយយ៉ាងដែរចឹងមិនថាបើសិនជាទាំងអស់គ្នាមានឱកាសណាក្នុងមួយជីវិតគួរតែលេងបុណ្យគប់អាចគោនឹងឲ្យបានម្ដងអ្នកគ្នាឲ្យភ្លក់រសជាតិដើម្បីឲ្យជាពីជំងឺហើយទទួលបានបុណ្យច្រើនហើយខ្ញុំនិយាយចឹងខ្ញុំមិននិយាយលេងណាទាំងអស់គ្នាអាចចូល Google ហើយ research បាន Go Haba គឺជាពិធីបុណ្យគប់អាចគោនឹងពិតប្រាកដមែនគេមានមែននៅក្នុងប្រទេសឥណ្ឌាចឹងខ្ញុំចង់ឲ្យទាំងអស់គ្នាទៅលេងមែនតើទាំងនេះជួយ follow ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូជាច្រើនទៀត
Lucha con estiércol. Goreaba o goreaba, es un festival o ritual en la India, de salpicar estiércol de vaca entre sí. Este festival es en el pequeño pueblo de Gumatapura, en la India. Si te gustó, dale like, deja un comentario y sígueme.